បាទទំនេរមកម្លឹកក្បាច់គុណបងប្អូនណាម្លឹកក្បាច់គុណកាលពីកាលនៅធ្វើស្រែចម្ការធ្វើស្រែបងប្អូនឥឡូវនេះអត់មានស្រែច្រូតមានស្រូវច្រូតដៃទេគឺមានតែច្រូតល្ងហើយមកនេះជួបកន្លែងគេច្រូតល្ងក៏សុំគេច្រូតបាន4 10ចោមឬក៏2 3ចោម5ចោមតាមនេះបងប្អូនណាបាទហើយមិនដែរបងប្អូនពេលឃើញខ្ញុំច្រូតចេះតំណងទេបងប្អូនណាបាទនេះគឺជាការរំលឹកក្បាច់គុណរបស់ខ្ញុំកាលពី10 20ឆ្នាំមុនដែលខ្ញុំនៅធ្វើស្រែជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំបាទហើយបងប្អូនបានឃើញចេះហើយបងប្អូននឹកឃើញដល់អនុស្សាវរីយ៍បងប្អូនកុំភ្លេចពេលដែលបងប្អូនជួបប្រជាកសិករយើងធ្វើស្រែឬច្រូតអញ្ចឹងបងប្អូនអាចចូលទៅរំលឹកក្បាច់គុណបានដោយសុំគាត់ច្រូតដូចខ្ញុំអញ្ចឹងបងប្អូនណាបាទហ្នឹងហើយនេះគឺជាការច្រូតដំណាំល្ងនៅខាងប៉ែកខាងបាត់ដំបងបងប្អូនណាប៉ែកខាងបាត់ដំបងបាទឥឡូវនេះកុំឲ្យរងចាំយូរទៅតាមដានទស្សនាវីដេអូពេញបាទជម្រាបសួរបងប្អូនទាំងគ្នាចេញពីស្រុកស្រែចំការហើយកន្លែងនេះគឺកំពុងតែច្រូតល្ងបងប្អូនណាបាទកំពុងតែច្រូតល្ងហើយខាងក្រោយខ្នងខ្ញុំនោះគឺគាត់កំពុងតែច្រូតហើយច្រូតបានចិត្តហើយបាទហើយល្ងឆ្នាំនេះមកជំនាមកខាងនេះគឺបានច្រើនបងប្អូនមានបានផលច្រើនបានដូចនេះចឹងបងប្អូនផ្លែច្រើនណាហើយក្រោយខ្នងខ្ញុំនេះគឺផ្លែក្រាស់ល្អបងប្អូនតែនៅខ្ចីបាទនៅខ្ចីបើមកជំនាខាងគាត់ច្រូតខាងនេះគឺទុំបាទអញ្ចឹងខែនេះគឺខែប្រមូលផលល្ងសម្រាប់តំបន់មួយចំនួនហើយតំបន់ខ្លះទៀតគេប្រមូលដំឡូងបងប្អូនទាំងគ្នាបាទហើយនៅតំបន់ដែលខ្ញុំឈរនេះគឺគាត់ភាគច្រើនគាត់ធ្វើល្ងបាទធ្វើល្ងឲ្យតែស្លឹកលឿងចេះគឺទុំហ្នឹងបងប្អូនបាទគឺទុំហើយយើងអាចច្រូតបានណាបាទយើងអាចច្រូតបានហើយប្រមូលផលហើយល្ងនេះទៀតសោតគឺជាល្ងពណ៌សបងប្អូនល្ងពណ៌សបាទនេះបងប្អូនទុំបងប្អូននេះឲ្យតែគ្រាប់វារៀងលឿងប៉ុណ្ណេះស្លឹកវារៀងក្រហមប៉ុណ្ណេះអាហ្នឹងគេហៅល្ងទុំហើយអញ្ចឹងយើងអាចប្រមូលផលបានហើយពេលយើងច្រូតគឺយើងអាចទុកវាត្រឹមតែយូរបំផុត5ថ្ងៃគឺយើងអាចគោះបានបងប្អូនបាទនេះល្ងសបងប្អូនល្ងសណាបងប្អូនមកឃើញអញ្ចឹងបាទឥឡូវកុំឲ្យរងចាំយូរយើងទៅមើលវីដេអូបន្ថែមទៀតទាំងអស់គ្នាបងប្អូនឥឡូវយើងក៏លេខមកមើលដំណាំល្ងបន្ថែមទៀតព្រោះថាដំណាំល្ងនេះគឺសម្បូរប្រជាកសិករគាត់ធ្វើបងប្អូនណាបាទសម្បូរប្រជាកសិករគាត់ធ្វើណាដោយសារតែដំណាំល្ងនេះឆាប់បានផលត្រឹមតែ2ខែកន្លះគឺអាចច្រូតអាចប្រមូលផលបានហើយដោយកន្លែងអ៊ំស្រីកំពុងច្រូតនេះគឺទុំហើយបងប្អូនគឺទុំហើយមានដើមខ្លះលឿងដើមខ្លះនៅស្ទើរបន្តិចបន្តួចតែទោះយ៉ាងណាក៏យើងអាចប្រមូលផលបានដែរហើយដំណាំល្ងទៀតសោតគឺគេធ្វើទៅតាមរដូវកាលគឺគេធ្វើចាប់ពីខែ2ខែ3ខែ4អញ្ចឹងណាបងប្អូនគេព្រោះពីខែ2មកអញ្ចឹងទេខែ3ក្នុងកំឡុងខែ4ចុងដើមខែ5ឬក៏ដើមខែ6នេះគឺគេប្រមូលផលហើយដោយបងប្អូនបានឃើញអញ្ចឹងគឺគេចាប់ផ្ដើមប្រមូលផលហើយដោយបងស្រីគាត់កំពុងតែច្រូតនេះគឺទុំល្អមែនតែម្ដងហើយនៅពេលដែលគាត់ប្រមូលផលច្រូតហើយចងហើយឬក៏បោកបែនហើយអញ្ចឹងណាគឺគេយកគ្រាប់វាទៅលក់នៅលើទីផ្សារឬក៏មានឈ្មួញមកទិញដល់ក្នុងស្រែតែម្ដងបាទឥឡូវនេះខ្ញុំនាំអារម្មណ៍បងប្អូនដល់គ្នាទៅមើលគេចងជាជោមបងប្អូនណាចងជាជោមនេះបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងនេះគេហៅជាជោមមួយជោមគឺមាន4កណ្ដាប់មួយក្នុងមួយកណ្ដាប់ហ្នឹងគឺប្រហែលជាខ្ទង់1ក្តាប់ជាងណាបងប្អូនមកក្តាប់ជាងហើយគេចងចូលគ្នាអញ្ចឹងដើម្បីដាក់វាហាលនៅក្នុងវាស្រែហ្នឹងឲ្យវាស្ងួតឲ្យវាអាចនឹងគោះបានគេប្រមូលយកទៅដាក់ក្នុងស្បៃឬក៏ក្នុងតង់ដើម្បីត្រៀមនឹងបោកអញ្ចឹងដោយបងប្អូនបានឃើញអញ្ចឹងបងប្អូននេះបាទគេចងអញ្ចឹងឯងគេចងហើយគេតម្រៀបជួរគ្នាអញ្ចឹងដើម្បីងាយស្រួលក្នុងការប្រមូលហើយល្ងនេះទៀតសោតគឺមានអត្ថប្រយោជន៍ច្រើនណាបងប្អូនពេលដែលគេប្រមូលផលបានល្ងនេះអាចធ្វើជាប្រេងល្ងអាចធ្វើជាបង្អែមអាចធ្វើជាអាហារសម្រន់អីផ្សេងបានច្រើនទៀតដោយបងប្អូនធ្លាប់ជួបនៅខាងលើទីផ្សារអញ្ចឹងបាទហើយពេលនេះគឺគាត់កំពុងតែប្រញាក់ដៃប្រញាក់ជើងច្រូតបងប្អូនណាពីព្រោះថាល្ងគាត់នៅច្រើនហាត់តាទៀតបាទនៅច្រើនហាត់តាទៀតមិនមែនមានតែប៉ុណ្្នឹងទេគឺនៅច្រើនហាត់តាទៀតបាទហើយគាត់ច្រូតនេះគឺគាត់ប្រដាក់គ្នាម្ដងម្នាក់គឺច្រូតហើយ1ហិកតាម្នាក់អញ្ចឹងគាត់ឡើងទៅបោះម្នាក់ទៀតអញ្ចឹងណាបាទដោយបងប្អូនមកឃើញអញ្ចឹងគាត់ច្រូតនេះគឺច្រូតប្រវាស់ដៃគ្នាបាទដោយសារតែប្រទេសយើងគឺពុំទាន់មានការអភិវឌ្ឍខ្លាំងសម្រាប់ការប្រមូលផលនេះទេគឺច្រូតល្ងនេះគឺប្រើដៃអញ្ចឹងបងប្អូនប្រើដៃប្រើកាឌៀវដើម្បីច្រូតបាទ
ចំណាយអ៊ំស្រីគាត់បញ្ជនច្រើនហើយតែគាត់នៅតែព្យាយាមប្រឹងប្រែងធ្វើដើម្បីប្រមូលផលដើម្បីបានជាថវិកាសម្រាប់ចិញ្ចឹមជីវិតចឹងណាហើយឃើញថានៅក្នុងចកាល្ងនេះក៏មានពងសัตว์ពងអីដែលវាធ្វើសម្បុកនៅក្នុងហ្នឹងដែរបាទអញ្ចឹងដំណាំល្ងនេះគឺវាមានអត្ថប្រយោជន៍ច្រើនពេលមានផ្កាមានអីចឹងឃ្មុំអាចមកក្រេបលំអងផ្កាហ្នឹងដើម្បីយកទៅធ្វើជាទឹកឃ្មុំចឹងណាបាទហើយយើងក៏បានអសុទ្ធពីទឹកឃ្មុំចឹងដែរបងប្អូនណាបាទហើយការច្រូតនេះដូចបងប្អូនមកឃើញខ្ញុំច្រូតអញ្ចឹងណាបងប្អូនគឺគេច្រូតអញ្ចឹងឯងបងប្អូនណាបាទគេច្រូតចឹងមកពេញមួយដៃគឺគេដាក់ដូចយើងច្រូតស្រូវអញ្ចឹងបងប្អូនជំនាន់ដើមបងប្អូនធ្លាប់ធ្វើស្រែចម្ការកាលពីជំនាន់10ឆ្នាំមុនគឺបងប្អូនដឹងណាការច្រូតស្រូវបែបម៉េចច្រូតល្ងដូចគ្នាបងប្អូនបាទតែគ្រាន់តែថាល្ងនេះវាមានជាតិជ័រជាតិអីវាចឹងមកគឺពេលយើងច្រូតហើយវារៀងល្អិលដៃបងប្អូនណាហើយសម្រាប់ខ្ញុំមកការច្រូតអញ្ចេះគឺអត់បញ្ហាពីព្រោះខ្ញុំធ្លាប់ធ្វើស្រែតាំងពីក្មេងមកច្រូតដៃច្រូតអីចឹងណាច្រូតដោយប្រើកាដៀវអញ្ចឹងអត់មានបញ្ហាទេក្នុងការច្រូតបាទហើយខ្ញុំច្រូតនេះគឺដើម្បីរំលឹកក្បាច់គុណខ្លះក៏ដូចជាចង់ផ្ដល់វីដេអូនេះជូនដល់បងប្អូនដល់គ្នាឲ្យនឹកឃើញអតីតកាលដែលយើងធ្លាប់ធ្វើស្រែកាលពី10ឆ្នាំមុន15ឆ្នាំមុនដែលយើងច្រូតដៃបងប្អូនបាទបច្ចុប្បន្នគឺគេប្រើម៉ាស៊ីនអស់ហើយការច្រូតស្រូវច្រូតអីបានតែឥឡូវនេះយើងនៅតែល្ងនៅតែអីទេដែលយើងច្រូតដៃបានពីព្រោះថាយើងអត់ទាន់មានបច្ចេកទេសដូចខ្ញុំនិយាយពីដើមអញ្ចឹងគឺអត់ទាន់មានម៉ាស៊ីនសម្រាប់ច្រូតល្ងទេដល់ដូចនៅស្រុកគេអភិវឌ្ឍគឺគេមានអញ្ចឹងណាបាទហើយមិនដែរបងប្អូនពេលឃើញខ្ញុំច្រូតចេះតំណងបងប្អូនណាបាទនេះគឺខ្ញុំច្រូតបាននេះគឺប្រហែលច្រើនដែរបាទពីព្រោះថាខ្ញុំតែងតែមកឃើញអញ្ចឹងខ្ញុំតែងតែចង់រំលឹកក្បាច់គុណខ្លះដែលខ្ញុំមានហើយអនុស្សាវរីយ៍ដែលខ្ញុំធ្លាប់ធ្វើស្រែអញ្ចឹងបងប្អូនបាទពេលដែលឃើញកសិករគាត់ប្រឹងប្រែងចេះខ្ញុំនឹកឃើញកាលពី10 20ឆ្នាំមុនខ្ញុំប្រឹងប្រែងធ្វើស្រែប្រឹងប្រែងច្រូតប្រឹងប្រែងរែកប្រឹងប្រែងប្រមូលផលដើម្បីយកស្រូវយកអង្គទៅទុកផ្គត់ផ្គង់ជីវភាពកាលពីឆ្នាំ10ឆ្នាំមុនពិបាកណាបងប្អូនពិបាកមែនតើបាទចឹងហើយគឺខ្ញុំមិនភ្លេចទេអនុស្សាវរីយ៍ឬក៏អតីតកាលរបស់ខ្ញុំបានតើបងប្អូនប្រមាណអ្នកដែលបងប្អូនឃើញដូចខ្ញុំហើយមានឃើញអនុស្សាវរីយ៍កាលពី10ឆ្នាំ20ឆ្នាំមុនដូចខ្ញុំអញ្ចឹងបងប្អូនបាទហើយម្ចាស់ស្រែក៏សួរថាចុះពួកឯងចេះច្រូតមកពីណាធ្វើចេះកាន់កាដៀវចេះច្រូតនឹងខ្ញុំថាខ្ញុំធ្លាប់ធ្វើស្រែ20ឆ្នាំមុនមកហើយបាទហើយនេះគឺជាទស្សនវិជ្ជាដែលគាត់កំពុងតែបន្តមមាញឹកដៃក្នុងការកាត់ល្ងរបស់គាត់ដើម្បីឆាប់ហើយអញ្ចឹងណាបងប្អូនអ្នកគ្រាបាទហើយល្ងឆ្នាំនេះគឺមានតម្លៃដើមដៃនោះរៀងថ្លៃគួរសមរហូតមកដល់ចុងដៃនេះគឺធ្លាក់ថ្លៃមែនតែនបាទនេះគឺជាល្ងដែលគេហាលហើយស្ងួតហើយល្មមគឺយកមកកោដុំដើម្បីត្រៀមនឹងបោកបាទនេះគឺឃើញថាគេប្រមូលចេញពីគោយន្តមកដើម្បីដាក់នៅក្នុងកន្លែងនេះទុកបោកបងប្អូនណាបាទហើយសង្ឃឹមថាបងប្អូនជួយ share ចែករំលែកវីដេអូខ្ញុំនេះម្នាក់មួយដើម្បីឲ្យបងប្អូនដទៃទៀតបានទស្សនាបាទហើយកុំភ្លេច follow page ខ្ញុំម្នាក់មួយផងបងប្អូនណាអរគុណច្រើនបាយបាយ